ថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូមួយដែលខ្ញុំចង់ឲ្យកូនសិស្សខ្ញុំហាត់ប្រាណនេះគាត់លើហាត់យកកម្លាំងគូតខាងក្រោយដើម្បីឲ្យណែនល្អឲ្យរីកកាន់តែធំដើម្បីឲ្យយើងចេញលទ្ធផលល្អអញ្ចឹងបងប្អូនត្រូវតែដាក់ជើងលើកៅអីមួយមកហើយយើងដាក់ដៃទៅពីរទៅមុខដើម្បីយើងរក្សាលំនឹងហើយមួយទៀតគឺបងប្អូនត្រូវតែតយគូតអែនកេះពើងទ្រុងផ្ដោតទៅលើជើងខាងឆ្វេងបោះទៅក្រោមឲ្យត្រង់រហូតបងប្អូនត្រូវតែផ្ដោតទៅលើកែងជើងបោះឡើងលើហើយបងប្អូនចាប់ផ្ដើមប្រឹងលើកម្លាំងគូតប្រឹងឲ្យតឹងមួយក្បាច់បងប្អូនចាប់ផ្ដើមពី15ដងទៅ20ដងដើម្បីឲ្យវាសាច់គូតឲ្យវាណែនហាប់ល្អជាងមុនហើយមួយទៀតគឺបងប្អូនត្រូវញ៉ាំរបបអាហារណាដែលគ្រូបានណែនាំត្រឹមត្រូវដូចជាបន្លែផ្លែឈើសាច់គោសាច់ជ្រូកទ្រុងមាន់ពងទាចេកបន្លែគ្រប់មុខមកហើយបងប្អូនត្រូវតែញ៉ាំដូចជាស្ងោរអាចឆាឬក៏យើងជីនអញ្ចឹងបងប្អូនត្រូវកាត់បន្ថយរបស់ជាតិខ្លាញ់ច្រើនកុំឲ្យយើងដុសខ្លាញ់បាពោះអញ្ចឹងកាលណាយើងញ៉ាំរបបអាហារជាសាច់ជាប្រូតេអ៊ីនច្រើនវាជួយទៅលើសាច់ដុំយើងវាកាន់តែលូតលាស់ល្អហើយណែនហាប់ល្អអញ្ចឹងខ្ញុំចែករំលែកវីដេអូនេះគឺបងប្អូនត្រូវអនុវត្តតាមដូចខ្ញុំហាត់សិស្សខ្ញុំក៏បានគឺបងប្អូនត្រូវតែព្យាយាមលំហាត់ប្រាណហ្នឹងទៅគឺវាជួយបានលទ្ធផលល្អមួយទៀតបងប្អូនត្រូវតែគេងឲ្យគ្រប់គ្រាន់កាលណាបើយើងគេគ្រប់គ្រាន់ទេយើងអត់មានកម្លាំងកំហែងការហាត់ប្រាណឬក៏ពេលធ្វើការកាលណាយើងអត់ល្ងុយគឺពិបាកណាស់រូបរាងកាយពិបាកទទួលយកដោយសារយើងអត់គេឲ្យគ្រប់គ្រាន់ចឹងហើយធ្វើឲ្យកម្លាំងរូបរាងកាយយើងវាចុះខ្សោយចែកវីដេអូនេះគឺលេង2ក្បាច់បងប្អូនទី1គឺជើងត្រង់ទី2គឺបងប្អូនត្រូវតែអង្គញ់ជើងចូលគ្នាមកជាមួយជង្គង់បងប្អូនត្រូវតែលើកជង្គង់បោះជើងឡើងលើដើម្បីយើងយកហាត់សាច់គូតហ្នឹងឲ្យលូតលាស់ធំជាងមុនអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេ